Hello ស្វាគមន៍ទាំងអស់គ្នាស្វាគមន៍អ្នកដែលកំពុងតែមើលវីដេអូនេះផងដែរចាជាពិសេសសម្រាប់អ្នកដែលចង់ដឹងអំពីតាក់ទងជាមួយនៅរឿងលុយកាក់ចានៅក្នុងខែ6យើងនេះចាពីឥឡូវរហូតដល់ដាច់ខែថាតើស្ថានភាពលុយកាក់យើងយ៉ាងណាដែរណាអញ្ចឹងក្នុងនេះមានកាត់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះយើងមកធ្វើការជ្រើសរើសកាត់ទាំងអស់គ្នាអញ្ចឹងក្នុងនោះមានចំនួន3កាតឲ្យអ្នកទាំងអស់គ្នាជ្រើសរើសណាអញ្ចឹងមើលសម្រាប់អ្នកកាតទី1ចាកាតទី2ចាវាមក3កាត4កាតហ្នឹងយើងយកទាំង4កាតតែម្ដងណាចាអញ្ចឹងមើលសម្រាប់អ្នកដែលធ្វើការរើសកាតណាអញ្ចឹងខ្ញុំបញ្ជាក់យើងមានទាំងអស់4កាតចាកាតទី1ជារូបអីចា The Knight of Pentacles ចាកាតទី2ចា Eight of Pentacles គាត់តែមើលរឿងលុយតាក់ទងមួយលុយមកកាតទី3តាក់ទងជាមួយ Ten of Pentacles ចាកាតទី4 Nine of Pentacles ចាតាក់ទងជាមួយនឹងកាក់តែម្ដងណាចាអញ្ចឹងយើងទៅមើលទាំងអស់គ្នាណាសម្រាប់អ្នករើសកាតអញ្ចឹងក្នុងហ្នឹងមានការចំនួនទាំងអស់គ្នា4កាតចាអញ្ចឹងយើងមកធ្វើការស្មើស្មាតមើលថាតើយើងស្ថានភាពរបស់យើងយ៉ាងណាដែរយើងមកធ្វើការបកស្រាយពីកាតនីមួយៗជូនអ្នកទាំងអស់គ្នាចាអញ្ចឹងយើងទៅមើលសម្រាប់អ្នករើសកាតទី1មុនណាតោះ let's go Hello សួស្តីសម្រាប់អ្នករើសកាតទី1ទាំងអស់គ្នាចាសម្រាប់អ្នករើសកាតទី1ចាយើងជ្រើសរើសយកកាតនេះណា The Knight of Pentacles ចាអញ្ចឹងឃើញថាស្ថានភាពនៅក្នុងខែ6នេះពីឥឡូវទៅនេះឃើញថាលុយកាក់យើងរកបានយ៉ាងណាដែរគឺឃើញថារកបានតិចតួចណាស្ដួយស្ដើងមិនជាមានជាដុំកពួនទេឬក៏ស្ថានភាពយើងនៅពេលបច្ចុប្បន្ននេះក្នុងរឿងលុយកាក់មិនមានសំនៅក្នុងខ្លួនច្រើនទេចាអញ្ចឹងយើងមើលស្ថានភាពយើងពីឥឡូវរហូតទៅដល់ដាច់ខែតើស្ថានភាពរបស់យើងរឿងលុយកាក់យ៉ាងណាដែរเนาะចាសម្រាប់អ្នករើសកាតទី1ចូលប្រយ័ត្នប្រយែងចាឃើញថាអស់លុយដោយសារតែការដើរលេងច្រើនណាមួយទៀតចាយអត់បានគិតអញ្ចឹងចូលប្រយ័ត្នប្រយែងជាមួយនឹងការគ្រប់គ្រងលុយហើយម្យ៉ាងវិញទៀតតាក់ទងជាមួយនឹងលុយកាក់ក្នុងរឿងលុយកាក់ផងដែរសម្រាប់អ្នករស់ស៊ីពាក់ព័ន្ធជាមួយលុយអ្នកដែលឲ្យលុយគេខ្ចីចាឬក៏មានកម្រងនឹងឲ្យលុយគេខ្ចីអីផ្សេងកុំអាចនឹងត្រូវបានគេបោកប្រាស់ចាក្នុងរឿងលុយកាក់ហើយមួយទៀតការសន្យារឿងលុយកាក់គឺมันអាចទទួលបានទេគេកុហកយើងណានៅក្នុងរឿងលុយកាក់ហ្នឹងក្នុងនោះដែរសួរថាមានលៀបទេឃើញថាមានលៀបឃើញថាយើងអ្នកដែលមានធ្វើការរស់ស៊ីពាក់ព័ន្ធជាមួយនឹងមនុស្សស្រីជាអ្នកធ្វើការឃើញថាយើងមានលៀបទទួលបានពីមនុស្សស្រីណាឃើញថាល្អចាលៀបបានពីមនុស្សស្រីចាប៉ុន្តែมันបានជាច្រើនណាស់ណាបានតាមរយៈការងារចាឬក៏កិច្ចសហការដែលយើងធ្វើការជាមួយនឹងមនុស្សស្រីឃើញថាបានសម្រាប់អ្នកកាត់ទី1នេះផងដែរចាអញ្ចឹងចូលប្រយ័ត្នប្រយែងពីឥឡូវរហូតដល់ដាច់ខែចូលចាយលុយដោយការពិចារណាចាហើយមួយទៀតកុំឲ្យលុយអ្នកណាខ្ចីឲ្យសោះចាឬក៏អាចអស់លុយដោយសារតែសុខភាពផងដែរចាចូលប្រយ័ត្នប្រយែងអញ្ចឹងអរគុណចាសម្រាប់អ្នកកាត់ទី1ជូនពរសំណាងល្អចាអញ្ចឹងយើងទៅមើលសម្រាប់អ្នកកាត់ទី2វិញណាតោះចា Hello សួស្តីសម្រាប់អ្នកដែលកំពុងតាមមើលវីដេអូនេះជាពិសេសមនុស្សកាតទី2ទាំងអស់គ្នាណាឃើញថាយើងជ្រើសរើសយកកាតចា8កាតគឺជាកាតដែលមួយដែលបង្ហាញពីស្ថានភាពយើងថានៅពេលបច្ចុប្បន្នឃើញថាលុយកាក់យើងមិនជាមានបញ្ហាអីទេចាឃើញថាល្អប៉ុន្តែគ្រាន់ថាហៀងហត់នឿយដែលបានលុយដែលបានមកគឺរឿងហត់នឿយខ្លាំងចាគឺលុយដែលប្រាដោយកម្លាំងញើសឈាមធ្វើការដោះឈាមដូរជាមួយនឹងលុយកាក់របស់យើងចាឥឡូវយើងមើលពីស្ថានភាពយើងនៅពេលបច្ចុប្បន្នរហូតដល់ដាច់ខែមើលសម្រាប់អ្នករើសកាតទី2នេះយ៉ាងណាដែរเนาะចាសម្រាប់អ្នករើសកាតទី2ចាឃើញថាស្ថានភាពឥឡូវនេះឃើញថាយើងមានការព្រួយបារម្ភពាក់ព័ន្ធជាមួយនឹងការជំពាក់លុយគេចាខ្វល់នឹងការជំពាក់លុយគេប៉ុន្តែសួរថាដោះបានទេអ្វីដែលជាកង្វល់របស់យើងគឺដោះបានដោះដោយសប្បាយចិត្តដោះដោយរីករាយចាហើយឃើញថាมันមានសម្ពាធឬក៏មានបញ្ហាធំដុំអីទេតាក់ទងជាមួយនឹងលុយកាក់ឬក៏គ្មានចំនួនកាត់ឡើងណាមួយចាចំពោះរឿងលុយកាក់ទេអត់មានចំនួនទេចានៅក្នុងនោះដែរឃើញថាក៏មានការឧបត្ថម្ភគ្រប់គ្រងពីមនុស្សប្រុសដែលមានអំណាចមានធនធានម្នាក់ណានៅក្នុងរឿងលុយកាក់យើងចាទទួលបានលុយសំណាងអំពីដៃគូស្នេហាចាយើងផងដែរចាហើយចំពោះលុយដែលចម្ពាក់គេក៏ឃើញថាអាចដោះបានចាសម្រាប់អ្នកកាត់ទី2ឃើញថាអត់បញ្ហាទេប៉ុន្តែมันទូទាន់អ្នកដែលធ្វើការពាក់ព័ន្ធជាមួយនឹងកម្រៃជើងសារចាมันមិនទាន់ឃើញបានលុយនៅឡើយទេចាมันមានលៀបសំណាងដោយ
ដោយចង់និយាយថាសុកគេយកលុយមកឲ្យអត់ទេលាភសំណាងដែលកើតមកដោយការប្រឹងប្រែងរបស់យើងខ្លួនឯងផងដែរចាអូខេអរគុណនៃការទី2ជំរាបសំណើជួបគ្នាវីដេអូក្រោយទៀតណាបាយបាយចា hello សួស្តីសម្រាប់អ្នករើសការទី3អាយ៉ាអ្នករើសការទី3 Ten of Pentacles ណាឃើញថាស្ថានភាពលុយកាក់របស់យើងនៅក្នុងផ្ទះដូចជាមិនជាបញ្ហាអីច្រើនទេតែគ្រាន់ថាយើងមានកង្វល់ឬក៏អស់លុយអស់កាក់ដោយសារតែយើងយកលុយទៅរៀបចំផ្ទះសម្បែងទិញរបស់ចូលក្នុងផ្ទះចាឃើញថាពាក់ព័ន្ធលុយនៅក្នុងផ្ទះចានៅក្នុងនោះដែរយើងមើលស្ថានភាពលុយកាក់របស់យើងយ៉ាងណាដែរសម្រាប់អ្នករើសការទី3ចាមើលស្ថានភាពលុយកាក់យើងអាយ៉ាពីឥឡូវរហូតដល់ដៃខែណាឃើញថាល្អសម្រាប់អ្នករើសការទី3ចាពាក់ព័ន្ធជាមួយនឹងលុយកាក់គឺរកបានមិនឲ្យដាច់ចាតេតក់គឺបានរហូតចាមិនដាច់មិនមានការគាំងស្ទះអីទេចាគ្រាន់ថាពេលខ្លះវាមានការយឺតយ៉ាវតិចតួចប៉ុន្តែវានៅតែបានវាមានការខំចិត្តខ្លះដោយសារតាលុយកាក់មិនដូចអ្វីដែលយើងចង់បានមិនដូចអ្វីដែលយើងរំពឹងទុកណាចាប៉ុន្តែมันមានការរាំងស្ទះទេមួយទៀតណាឃើញថាអាចទទួលបានលុយកាក់អំពីដៃគូស្នេហាអំពីប្តីប្រពន្ធយើងណាឃើញថាទទួលបានដំណឹងល្អចារឿងលុយកាក់ពីដៃគូស្នេហាយើងទទួលបានលៀបទទួលបានកដោអីផ្សេងណាក្នុងលុយកាក់នោះផងដែរចាអញ្ចឹងសម្រាប់អ្នកការទី3ឃើញថាល្អណាមិនជាបញ្ហាទេពីស្ថានភាពឥឡូវរហូតដល់ដាច់ខែណាអត់មានអីជាកង្វល់ច្រើនទេគ្រប់យ៉ាងដែលជាបញ្ហានៅពេលបច្ចុប្បន្នយើងអាចដោះបានចាហើយរីករាយជាមួយនឹងការទិញអីវ៉ាន់ចូលថ្មីចូលនៅក្នុងផ្ទះយើងណាចាអញ្ចឹងអរគុណច្រើនអ្នកការទី3ជួបគ្នាវីដេអូក្រោយទៀតបាយបាយ Hello សួស្តីសម្រាប់អ្នករើសកាត់ទី4ចាឃើញថាសម្រាប់អ្នករើសកាត់ទី4Nine of Pentacles ជាមនុស្សដែលឯករាជ្យបើសិនជាមនុស្សស្រីណាដែលរើសកាត់នេះឃើញថាយើងជាមនុស្សនឿយហត់នៅក្នុងរឿងក៏លុយតិចហើយម្យ៉ាងទៀតឃើញថាជាមនុស្សដែលមានលុយតែមិនសូវទទួលបានក្តីសុខនៅក្នុងសុភមង្គលនៅក្នុងរឿងស្នេហាចាអញ្ចឹងមើលស្ថានភាពលុយយើងមើលយ៉ាងណាដែរពីឥឡូវរហូតដល់ដាច់ខែមើលអាយ៉ាអូយ៉ាត់ប្រយ៉ែងតិចសម្រាប់អ្នកការទី4ចាឃើញថាតកតងជាមួយនឹងចំនួនមានភាពមិនស្មោះត្រង់នៅក្នុងរឿងលុយកាក់យើងចាជាមួយអ្នកណាជាមួយនឹងមនុស្សប្រុសចាអ្នកដែលយើងមើលទៅមានឋានៈបុណ្យស័ក្តិមានលុយប៉ុន្តែយើងអាចនឹងមានចំនួនជាមួយគេនៅក្នុងរឿងលុយកាក់ចូលប្រយ័ត្នប្រយែងចាគ្រប់យ៉ាងមានការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងលៀបសំណាងដែលយើងនឹកស្មានហ្នឹងណាអមថារឿងខ្លះយើងតតែយើងឆ្លោះឬក៏មានចំនួនទៅបានលុយយើងមកវិញហើយរឿងខ្លះទៀតដែលយើងរំពឹងបានថាបុគ្គលម្នាក់នឹងផ្ដល់ឲ្យយើងឬក៏សន្យាថានឹងឲ្យយើងជាក់ស្ដែងអត់បានទេចាមានការផ្លាស់ប្ដូរ90ដឺក្រេនៅក្នុងរឿងលុយកាក់ដែលយើងនឹកស្មានអត់ដល់សម្រាប់អ្នករើសកាត់ទី4ចាហើយចូលប្រយ័ត្នប្រយែងណាក្នុងរឿងលុយកាក់នឹងដែរជាពិសេសលុយកាក់ពាក់ព័ន្ធជាមួយនឹង business រួមគ្នាពាក់ព័ន្ធជាមួយនឹងបងប្អូនសាច់ញាតិអីជាដើមចានៅក្នុងរឿងលុយកាក់ណាអាចនឹងមានចំនួនដោយសាររឿងនឹងដែរណាបញ្ហាទាំងអស់ហ្នឹងចាអញ្ចឹងសម្រាប់អ្នកកាត់ទី4សង្ឃឹមថារីករាយជាមួយនឹងជីវិតហើយក៏អាចដោះស្រាយបញ្ហារឿងលុយកាក់ដោយរលូនណាចាចង់អរគុណច្រើនជូនពរសំណាងល្អសង្ឃឹមថាការផ្លាស់ប្ដូរពីមិនល្អទៅជារឿងល្អចាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ